ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់នាងខ្ញុំម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមានវីដេអូថ្មីមួយចង់ចែករំលែកអ្នកទាំងអស់គ្នាអំពីរបៀបនៃការលាយស្នូលបន្លែដើម្បីយើងយកទៅមូសយ៉ញ៉ាំនៅផ្ទះអ្នកទាំងអស់គ្នាអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅទស្សនាវីដេអូទាំងអស់គ្នាដំបូងគឺនាងខ្ញុំយកត្រាវយកមកចិតសម្បកវាដើម្បីបានស្អាតសិនហើយបន្លែដែលយើងយកមកប្រើដើម្បីធ្វើជាស្នូលសយ៉ថ្ងៃនេះគឺនាងខ្ញុំប្រើមើមត្រាវចាមើមបេក្ខក់ការ៉ុតជាមួយនឹងដើមខ្ទឹមហើយអ្នកទាំងអស់គ្នាក៏អាចប្រើសាច់បានផងដែរទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចប្រើសាច់ជ្រូកសាច់មាន់សាច់ត្រីឬក៏សាច់បង្គាអីក៏បានដែរបន្ទាប់ពីលាងសម្អាតមើមបន្លែរបស់យើងបានស្អាតហើយយើងយកមើមទាំងអស់នេះយកមកឈូសឲ្យបានទៅជាសរសៃតូចៗល្មមពីដំបូងនាងខ្ញុំឈូសមើមបេក្ខក់ជាមុនសិនហើយបន្ទាប់ពីធ្វើការឈូសហើយនាងខ្ញុំយកវាមកច្របាច់ទឹកចេញឲ្យបានអស់សិនណាព្រោះដោយសារតែមើមបេក្ខក់របស់យើងហ្នឹងគឺវាមានទឹកច្រើនណាហើយបើយើងអត់ពូតទឹកចេញអស់ទេដល់ពេលដែលយើងយកស្នូលរបស់យើងទៅមូបំពងជាសយ៉គឺសយ៉របស់យើងអត់បានស្រួយល្អទេអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីបានរួចរាល់ហើយឥឡូវនេះនាងខ្ញុំចាំមកធ្វើការឈូសការ៉ុតវិញម្ដងចាការ៉ុតនោះនាងខ្ញុំប្រើចាំឲ្យមើមតូចល្មមទេបន្ទាប់ពីការ៉ុតរបស់យើងបានឈូសរួចរាល់ហើយឥឡូវនេះនាងខ្ញុំមកឈូសត្រាវវិញម្ដងចាមើមត្រាវនេះគឺរាងធំដែរអ្នកទាំងអស់គ្នាមើមនឹងប្រហែលជាកន្លះគីឡូអញ្ចឹងយើងមកឈូសឲ្យបានជាសរសៃតូចៗដូចគ្នាទាំងអស់មកចាហើយត្រាវនេះរាងធំដែរអញ្ចឹងរាងពិបាកកាន់ឈូសអញ្ចឹងត្រូវដូរដៃរហូតអ្នកទាំងអស់គ្នាអាចកាត់វាតូចៗមុននឹងយកមកឈូសក៏បានដែរបន្ទាប់ពីយើងបានឈូសត្រាវបេក្ខក់ជាមួយនឹងការ៉ុតរួចហើយឥឡូវនេះយើងមកហាន់ស្លឹកខ្ទឹមវិញម្ដងស្លឹកខ្ទឹមហ្នឹងគឺនាងខ្ញុំអត់យកគល់វាទេគឺយើងយកតែស្លឹករបស់វាបានហើយចាបន្ទាប់ពីយើងបានហាន់ស្លឹកខ្ទឹមរួចរាល់ហើយឥឡូវនេះយើងមកលាយគ្រឿងទាំងអស់គ្នាយើងចាក់ស្លឹកខ្ទឹមដែលយើងបានហាន់មិញហ្នឹងចូលមកទាំងអស់មកហើយនាងខ្ញុំដាក់ទឹកប្រេងខ្យងចំនួន1ស្លាបព្រាបាយចាពីចេង1ស្លាបព្រាបាយអំបិល1ស្លាបព្រាកាហ្វេចំណែកឯស្ករសគឺ5ស្លាបព្រាបាយគឺនាងខ្ញុំយករសជាតិរៀងផ្អែមបន្តិចណាអ្នកនរគ្នាហើយនាងខ្ញុំបន្ថែមចាម្សៅស្រួយនឹងប្រហែលជា5ស្លាបព្រាបាយដែរអ្នកនរគ្នាហើយជាចុងក្រោយគឺនាងខ្ញុំដាក់ពងមាន់ចំនួន2គ្រាប់ហើយបន្តមកទៀតយើងមកលាយគ្រឿងទាំងអស់នេះឲ្យបានសព្វចូលគ្នាល្អសិនមកមុននឹងយើងយកទៅមូលធ្វើជាសយ៉ឥឡូវនេះយើងបានច្បល់គ្រឿងរបស់យើងសព្វល្អហើយយើងមកធ្វើការមូចាសយ៉របស់យើងវិញម្ដងហើយនាងខ្ញុំគឺអត់បានប្រើស្រោមដៃទេអ្នកទាំងអស់គ្នាព្រោះសារប្រើស្រោមដៃគឺវាស្អិតដៃពេកអញ្ចឹងណាអញ្ចឹងហើយគឺមុននឹងយើងមូសយ៉របស់យើងគឺយើងត្រូវចាស់លាងសម្អាតដៃរបស់យើងបានស្អាតជាមុនសិននិយាយទៅមិនថាយើងធ្វើអីទេយើងធ្វើម្ហូបក៏ដោយយើងធ្វើបង្អែមឬក៏របស់ញ៉ាំផ្សេងៗចាអ្នកទាំងអស់គ្នាត្រូវប្រកាសថាយើងត្រូវលាងសម្អាតដៃរបស់យើងឲ្យបានស្អាតជាមុនសិនហើយចំពោះទឹកសសដែលអ្នកទាំងអស់គ្នាឃើញហ្នឹងគឺអាហ្នឹងគឺនាងខ្ញុំចាលាយម្សៅមីជាមួយនឹងទឹកយើងធម្មតាដើម្បីយកវាមកបិទភ្ជាប់សយ៉របស់យើងដើម្បីយើងមូបត់វាទៅគឺវាបានជាប់ល្អហើយបន្ទាប់ពីនាងខ្ញុំចាបានមូរួចរាល់ហើយឥឡូវនេះយើងមកធ្វើការបំពងសយ៉របស់យើងណាមុននឹងយើងដាក់សយ៉របស់យើងបំពងអ្នកទាំងអស់គ្នាត្រូវប្រកាសថាខ្លាញ់របស់យើងគឺវាបានក្តៅល្អជាមុនសិនណាព្រោះបើសិនជាខ្លាញ់របស់យើងមិនបានក្តៅល្អទេនៅពេលដែលអ្នកទាំងអស់គ្នាដាក់សយ៉ចូលទៅគឺសយ៉នោះវានឹងបឺតខ្លាញ់អញ្ចឹងនៅពេលដែលយើងញ៉ាំគឺវានឹងមានខ្លាញ់ច្រើនអញ្ចឹងវាអត់ឆ្ងាញ់ទេហើយនៅពេលដែលនាងខ្ញុំដាក់ហើយគឺនាងខ្ញុំទុកវាឲ្យរៀងក្រៀមបន្តិចទៅនាងខ្ញុំចាកូរវាអញ្ចឹងណាអ្នកទាំងអស់គ្នាព្រោះវាយើងកូរវាព្រាមវាអាចធ្វើឲ្យសយ៉របស់យើងនឹងវាបែកហើយទម្លាប់នាងខ្ញុំចានៅពេលដែលបំពងសយ៉គឺនាងខ្ញុំអត់ដែលបំពងវាតែម្ដងគឺយកឆ្អិនទេអ្នកទាំងអស់គ្នាគឺនាងខ្ញុំបំពងចា2ទៅ3ដងចាពីច្រើនគឺ3ដងព្រោះដើម្បីឲ្យសយ៉របស់យើងនឹងវាបានឆ្អិនខាងក្នុងបានសព្វល្អហើយចំណែកឯខាងក្រៅគឺសម្បកវាគឺស្រួយល្អអញ្ចឹងនាងខ្ញុំចាដាក់បំពងវាទៅមួយផ្លេតទេមើលតើវារៀងឡើងប្រែទៅជាពណ៌លឿងតិចគឺនាងខ្ញុំចាស្រង់វាចេញទុកវាឲ្យត្រជាក់ហើយនឹងទុកវាឲ្យស្រាក់ខ្លាញ់ចាប់វាឡែកសិនអញ្ចឹងយើងមកបំពងសយ៉ដែលនៅសល់នឹងឲ្យអស់សិនមុននឹងយើងយកវាទៅបំពងជាលើកទី2
ហើយចំពោះសយោដែលយើងដាក់បំពងនៅក្នុងខ្លាញ់ហ្នឹងគឺយើងដាក់បរិមាណមកល្មមបានហើយយើងដាក់កុំឲ្យច្រើនពេកចាយើងដាក់មកល្មមមកលិចខ្លាញ់របស់យើងអ្នកនរគ្នាហើយនឹងខ្ញុំចាធ្វើការបំពងដូចគ្នាចាគឺអត់ទុកពីយូរទេចាមើលតែវាប្រែពណ៌ជាលឿងតែបន្តិចហ្នឹងគឺនេះខ្ញុំស្រង់វាចេញហើយហើយនេះគឺជាសយោដែលយើងបានបំពងចាលើកទី1នឹងបានរួចរាល់អ្នកនរគ្នាហើយឥឡូវនេះគឺចាសយោរបស់យើងហ្នឹងក៏ត្រជាក់ល្មមដែរនាងខ្ញុំចាំមកដាក់បំពងចាជាលើកទី2គោលការណ៍បំពងលើកទី2ហ្នឹងគឺដូចលើកទី1ដែរអ្នកនរគ្នាយើងមើលតែវារៀងឡើងក្រហមជាងមុនបន្តិចគឺយើងស្រង់វាចេញមកដូចគ្នាមកហើយយើងបំពងឲ្យអស់ដូចគ្នាហើយនេះគឺនាងខ្ញុំដាក់បំពងចាសយោជាលើកទី3ចាលើកចុងក្រោយនេះគឺយើងយកឆ្អិនហើយអញ្ចឹងនៅពេលដែលយើងបំពងលើកទី3នេះគឺចារៀងពិសេសជាងមុនបន្តិចនៅពេលដែលយើងដាក់ចូលខ្លាំងគឺយើងត្រូវកូរវាអ្នកនរគ្នាដោយសារសយោហ្នឹងគឺវាឆាប់ឆ្អិនទេអញ្ចឹងយើងបើកភ្លើងខ្លាំងដែរហើយខ្លាញ់របស់យើងហ្នឹងក៏ក្តៅខ្លាំងដែរអញ្ចឹងយើងធ្វើការកូរវាចាយើងកូរវាឲ្យជាប់ចាដើម្បីការពារកុំឲ្យវាខ្លោចប៉ុន្តែគឺឲ្យវាបានឆ្អិនបានសព្វល្អហើយបន្ទាប់ពីយើងឃើញថាសយោរបស់យើងនឹងឡើងខំចាឆ្អិនល្អហើយគឺយើងស្រង់វាចាដាក់ឲ្យវាស្រក់ខ្លាញ់ចេញអស់មកគឺយើងទុកវាម្ល៉េះហ្នឹងគឺយើងអាចញ៉ាំបានហើយអ្នកទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាការកូរហ្នឹងគឺនេះខ្ញុំចាំមិនបានកូរញាប់ដល់ថ្នាក់ហ្នឹងទេហ្នឹងគឺនេះខ្ញុំដាក់ចា speed ឲ្យវាលឿនអញ្ចឹងណាយើងកូរវាមកល្មមចាកុំឲ្យវាខ្លោចសយោបានហើយឥឡូវនេះគឺសយោរបស់នេះខ្ញុំគឺរួចរាល់ហើយអញ្ចឹងអ្នកទាំងអស់គ្នាសយោនេះបើសិនជាអ្នកទាំងអស់គ្នាញ៉ាំជាមួយនឹងជ្រក់ចាល្ហុងរបស់យើងណាគឺមានរសជាតិឆ្ងាញ់មែនទែនអញ្ចឹងវីដេអូរបស់នាងខ្ញុំហ្នឹងក៏បានដល់ទីបញ្ចប់ហើយនាងខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំចារហូតដល់ចប់ហើយសូមកុំភ្លេចជួយចុច like និងជួយចុច subscribe ជាមួយនឹង channel YouTube របស់នាងខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលាបាយបាយ